សូមជូនរឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំលឺសូអកអូអូទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើមកដិតនឹងចាប់អានេះបានណាបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើទៅកាលណានឹងចាប់វាបានខ្លាអង្គុយចាំមើលគិតកលសត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបង្ហែតត្រីក្រែងមានត្រីបោះស្លៀកខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅឆាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមានត្រីហែវក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអេះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើស្លាប់មិនងាយបានអានេះអង្គុយធ្វើច្រងុកចាប់បានភ្លាមហើយវាមិនលំបាកលោភលំបាកអន់ទៀតថងបើដូច្នោះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដោះជ្រុងច្រាំងដ៏មានម្លប់ត្រឆៃល្មមវាពឹងពួនខ្លួនវាបានពេលនោះមានបុរសម្នាក់នៅចុងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯណៃឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសំងំតែម្នាក់ឯងមិនមាត់កន្លយឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លុកចុកភ្លុកឡើងរកដើមឈើនឹងឡើងដូចជាសត្វអកបុរសលឺសូមើលទៅឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយច្រហុំលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអូអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងវឹងឆ្លក់ទឹកលើសូខខបុរសនោះឃើញហើយសើចរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នោះខ្លាលឺមើលទៅឃើញបុរសនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបង់គំនិតដល់ម្លឹងសោះរួចខ្លានឹកថាឥឡូវនេះបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសាំគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានកេរ្តិ៍ឈ្មោះអាក្រក់ណាស់បើដូច្នោះអញសូកគាត់គង់និយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាភាកអោនលំទោនថាអូញ៉ាអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានឯត្រីទៅបានឯលំទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីអៀនខ្មាស់ច្រើនណាស់បើដូច្នោះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណឧបការៈអ្នកបុរសតបវិញថាខ្លាឯងឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកយកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយធ្វើទៅផ្ទះអាត្មាវិញលុះព្រឹកឡើងមកទទួលសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏កម្មសត្វយកមកឲ្យបុរសនោះជាប្រក្រតីមិនហ៊ានខានកាលបាបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លក់វេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាន់ក៏មានឆ្លក់ក៏មានប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយប្ដូនអីត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានតែខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចប់ប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដោយសប្ដង
លុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហុំចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំទេតើអញនឹងស៊ីឯងត្បិតកាលនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសោកឲ្យសត្វមួយរាល់តែថ្ងៃឥឡូវម្ដេចក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរតែខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចុះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើម៉ូនឹងស្លាប់រលើសខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាទៅក៏ទៅចុះតែឲ្យឆាប់ត្រឡប់មកវិញអញស្តក់ទឹកមាត់ចាំតែស្អើតទឹកមាត់អញតាមទៅស៊ីទាំងម្ដេចទាំងប្រពន្ធទុកអ្វីមិនយកនិយាយមិនទៀងបុរសនោះក៏នៅទៀងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងមកស៊ីតែអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចេញចាកគ្រឹះស្ថានដើរមកតាមផ្លូវយមបណ្ដើផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទន្សាយសួរថាបុរសឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះថ្លែងឲ្យទន្សាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទន្សាយឆ្លើយថាអូបើដូច្នោះភ័យអ្វីបុរសឯងទៅរកតែចេកមួយស្និតមកទៅភ័យអ្វីអាខ្លាកំព្រាលនោះបុរសនោះត្រេកអរោះក៏មនីមណារត់ទៅរកបានចេកមួយស្និតហើយជូនទៅលោកសុភាទន្សាយថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចោះតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយសុភាទន្សាយថាអ្នកឯងទៅជាមួយយើងចាំមើលខ្លានោះឲ្យចាក់រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លានោះកាលចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងកម្មស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលេះរលៀងមកដល់ទៀបដំបូកបុរសនោះឃើញហើយក៏ប្តឹងសុភាទន្សាយថាណោះមកហើយលោកសុភាទន្សាយប្រាប់ថាកុំមាត់ចាំវាមកជិតសិនខ្លាដើរមកកាន់តែជិតសុភាទន្សាយពោមចេកមួយក្នុងមាត់ហើយស្រែកក្រហែមឡើងមួយថាស៊ីខ្លា5មិនស្ដាំផ្ទៃស៊ីត្រប់ខាប៉ុនកូនដៃស្នាក់ស្ទើកបែកខ្លាឮសំឡេងធំក្រអួនថាស៊ីខ្លា5មិនស្ដាំផ្ទៃក៏ស្ទុះថយក្រោយសុភាទន្សាយក្រហែមថែមម្ដងទៀតយ៉ាងផ្ទួនខ្លាស្ទុះរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងខ្លាឮហើយឈប់ឆ្លើយតបទៅវិញទេវីអើយអាណាក៏ធំម្លេះស៊ីខ្លាដល់ទៅ5មិនឆ្អែតបានជាអញភ័យរត់មកក្រែងវិស៊ីស្វាសួរថាបងឯងឃើញដែរឬអីខ្លាថាទេឮតែមាត់ស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅបៀតដំបូកឯដើមពងនោះណាស្វាថាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់ហ្នឹងខ្លាតបថាមិនមែនទេសំដីសុភាណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នោះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាអញរត់ចោលអញតែអញភ័យរត់ឡើងចុងឈើទៅនៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចងកន្ទុយភ្ជាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួចបើបងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នោះទៅក៏ទៅគង់រត់ចោលគ្នាវៃខ្លានិងស្វាចងកន្ទុយភ្ជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថាកុំបារម្ភអ្វីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទន្សាយក៏ប្រុងបោកចេកមួយនិងប៉ងឲ្យមាំដល់មកចិត្តស្វាសួរថាត្រង់ណាបងខ្លាថាណោះត្រង់នឹងណោះមាត់ស្រែកពីត្រង់នោះសុភាទន្សាយពំចេកនៅក្នុងមាត់ស្រែកថាយើអាស្វាក្រញ៉ាំជំពាក់បំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសង្គមមួយឲ្យអញ
មើលមករយៈអាស្វានេះខ្លាលឺនេះឆ្នោក៏ស្ទុរត់ភៀងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាយើអាស្វានេះវានាំអញមកផាត់បំណុលទេតើស្វាស្រែកថាបងខ្លាឈប់សិនខ្លាក៏មិនព្រមដោយចូលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយទាល់តែស្វានោះរំដិមនឹងឈើនឹងដីស្លាប់ខ្លួនខូចអាសាឥតកាសាច់រឿងចប់តែប៉ុណ្ណេះសូមជួយ like subscribe និងចុចរូបកណ្ដឹងនិងទទួលបានវីដេអូរឿងនិទានថ្មីៗសូមអរគុណ